ថ្ងៃនេះយើងសិក្សាសមាសបន្តទៅទៀតហើយនៅត្រង់សមាសទី6នេះគឺពួកពហុពិហិសមាសអញ្ចឹងពួកពហុពិហិសមាសនេះវាជាសមាសមួយដែលយើងពិបាកក្នុងការរៀនព្រមទាំងការសង្កេតផងដែរហើយមួយទៀតវាជាទីពេញនិយមនៅក្នុងកម្មវិធីប្រឡងពុទ្ធកសិក្សាអញ្ចឹងដោយច្រើនទៅសម្រាប់សមណសិស្សរហូតដល់សមណនិស្សិតដែលសិក្សាមុខវិជ្ជាខាងបរិយាហ្នឹងពេលដែលគណៈកម្មការដាក់វិញ្ញាសាពាក់ព័ន្ធជាមួយនឹងវេយ្យាករណ៍សមាសនេះគឺមិនសូវរំលងប្រភេទពហុពិហិនេះឡើយបើទោះបីជាសមាសនេះមានការលំបាកក្នុងការសិក្សាឬក៏ការសង្កេតបន្តិចមែនក៏ប៉ុន្តែវានៅតែមានចំណុចមានគន្លឹះក្នុងការកំណត់ចំណាំដែលនៅក្នុងទីនេះខ្ញុំនឹងព្យាយាមពន្យល់យ៉ាងណាឲ្យសាមញ្ញហើយងាយយល់ព្រមទាំងស្រួលក្នុងការអនុវត្តអញ្ចឹងជំហានដំបូងយើងមើលនិយមន័យរបស់ពហុពិហិនេះសិនលោកថាសមាសដែលមានបទឯទៀតបទឯទៀតហ្នឹងគឺបានដល់អញ្ញបទឬក៏ហៅមួយប្រភេទទៀតហ្នឹងគេហៅថាអគន្តកបទអញ្ចឹងបានដល់បទដែលគេថែមមកដើម្បីឲ្យដឹកនាំសមាសនោះពីព្រោះមែនតែនទៅពួកពហុពិហិសមាសហ្នឹងវាជាប្រភេទគុណនាមទេហើយបទឯទៀតឬក៏អញ្ញបទហ្នឹងវាកើតចេញពីណាមកគឺវាស្ទុះចេញពីក្នុងវកហៈកាលនៅក្នុងវកហៈវាអាចជាទុតិយាជាតតិយារហូតដល់អាចជាសតមីអញ្ចឹងទៅអញ្ចឹងនៅក្នុងវកហៈវាធ្វើតួនាទីទៅតាមលក្ខខណ្ឌផ្សេងគ្នាទេក៏ប៉ុន្តែនៅពេលដែលចេញផុតពីវកហៈមកស្រាប់តែមកកើតជាប្រធានបែបនឹងហើយលោកហៅថាពហុពិហិនេះជានិយមន័យហើយសម្រាប់គម្ពីរផ្សេងទៀតលោកបានអធិប្បាយឈ្មោះសមាសហ្នឹងថាជាប្រភេទសមាសដែលមានស្រូវច្រើនស្ដាប់មើលទៅខ្លឹមសារហ្នឹងគឺគ្រាន់តែលោកដាក់រំគាយឲ្យដឹងប្រភពដើមក៏ប៉ុន្តែយើងរៀងលំបាកយល់បន្តិចហើយនៅក្នុងទីនេះខ្ញុំអធិប្បាយជាអត្តនោមាត្រផ្ទាល់ខ្លួនទេថាដែលលោកប្រៀបធៀបវេយ្យាករណ៍សមាសហ្នឹងថាដូចជាស្រូវច្រើនបែបនេះទំនងជាទី1អាចថានៅក្នុងសម័យកាលហ្នឹងឬក៏មកដល់បច្ចុប្បន្នកាលនេះស្រូវហ្នឹងគឺជាស្បៀងអាហារដ៏សំខាន់សម្រាប់មនុស្សជាតិហើយចំណុចទី2នោះគឺយើងដឹងហើយថាស្រូវតើកាលណាយើងបង្កើនផលទៅវាបែកគុំមកវាមានការផើមហើយបានកើនមកជាគួរហើយនៅក្នុងលក្ខណៈដែលវាផើមវាផ្ទុកទៅដោយក្របធញ្ញជាតិហ្នឹងអញ្ចឹងវាមានលាយទៅដោយក្របខ្លះទៅជាសម្ដីអញ្ចឹងទៅក្របខ្លះទៅជាក្របពិតអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងប្រមូលផលទាំងអស់ហ្នឹងទៅត្រូវញែកឲ្យដឹងថាណាសម្ដីណាជាលំអងហើយណាជាក្របស្រូវមែនតើហ្នឹងញែកចេញឲ្យដាច់ពីគ្នាដើម្បីសម្រិតសម្រាំងយកទុកជាក្របពូជឬក៏យកទុកជាស្បៀងអាហារអញ្ចឹងវាមានភាពសាមញ៉ាំក្នុងការញែកក្នុងការចម្រាញ់សម្រិតសម្រាំងហ្នឹងដូចគ្នានេះដែរពហុពិហិសមាសក៏ទំនងជាមិនខុសគ្នាទេបើសិនបើយើងជួបប្រភេទសមាសហ្នឹងយើងជួបវាបែបហ្នឹងមែនក៏ប៉ុន្តែវាលំបាកក្នុងការញែកឲ្យដឹងថាណាជាទុតិយាណាជាតតិយាឬក៏ណាជាចតុដ្ឋីបញ្ចមីឆដ្ឋីឬក៏សតមីអញ្ចឹងទៅអញ្ចឹងវាលំបាកក្នុងការសង្កេតបើទោះបីជាប្រែជាភាសាខ្មែរក៏ដោយក៏សមាសហ្នឹងវានៅតែច្រឡូកច្រឡំខ្លឹមសារវានៅតែមិនដាច់ស្រេចដែលលំបាកក្នុងការញែកក្នុងការសង្កេតពីព្រោះថានៅពេលដែលយើងប្រែសមាសហ្នឹងចេញទៅឃើញតែពាក្យមាននៅខាងដើមប៉ុណ្ណឹងហើយអយតនិបាតដែលត្រូវសម្គាល់កំណត់ចំណាំនោះវាអត់មានទេដូច្នេះវាធ្វើឲ្យសាមញ៉ាំលំបាកក្នុងការញែកចេញហើយនឹងវិនិច្ឆ័យឃើញអញ្ចឹងនេះជាអត្តនោមតិសម្រាប់ផ្ទាល់ខ្លួនទេហើយចំណុចដែលចាប់ផ្ដើមរៀនពហុពិហិដំបូងហ្នឹងពាក្យដែលខ្ញុំធ្លាប់រៀនកាលនៅជាបព្វជិតហ្នឹងគឺពាក្យហ្នឹងដែលឆ្ងល់ជាងគេហ្នឹងថាស្ទុះចេញពីក្នុងវកហៈคล้ายមកជាប្រធានអញ្ចឹងយើងសិក្សាដំបូងអត់ដឹងថាតើវាស្ទុះចេញហ្នឹងវាយ៉ាងម៉េចអីយ៉ាងម៉េចខ្លឹមសារហ្នឹងវាទាញទៅរបៀបណាទេយើងគិតថាតែស្ទុះចេញវាទៅជាមានជារឿងរូបរឿងលក្ខណៈសម្រាប់ឲ្យយើងមើលឃើញណាពាក្យទាំងនេះយើងនឹងចាប់ផ្ដើមយល់ច្បាស់លាស់មែនទែននៅពេលដែលសិក្សាទៅលើប្រភេទពហុពិហិនីមួយៗក៏ប៉ុន្តែនៅក្នុងទីនេះខ្ញុំគ្រាន់តែចង់បញ្យល់ថាយើងកុំចាំបាច់ទៀមទាតតែឃើញរូបដែលវាចេញទៅបែបណានោះក្នុងទីនេះគឺសំដៅយកសេចក្តីសំដៅយកន័យសំដៅយកខ្លឹមសារទេឧទាហរណ៍យើងបូកលេខអញ្ចឹងឧទាហរណ៍ថា2បូកនឹង2ហើយចេញមក4អញ្ចឹងទៅហើយយើងឃើញថាហេតុអីបានលេខ4វាទៅផ្សេងអាលេខ2នឹង2នោះវាផ្សេង
អាហ្នឹងយើងមិនចាំបាច់ឆ្ងល់ថាហេតុអីបានវាបំលែងរូបកែច្នៃទៅបែបហ្នឹងក្នុងទីនេះគឺយើងគ្រាន់តែដឹងថាខ្លឹមសាររបស់វាបរិមាណពិតរបស់វាគឺវាបែបហ្នឹងមែនឧទាហរណ៍ថា6បូកនឹង6កើតទៅជា12អញ្ចឹងទៅហើយអាលេខ12ហ្នឹងវាអត់ដូចលេខ6និងលេខ6ដែលយើងមើលឃើញពីនេះទេសួរថាហេតុអីវាច្នៃរូបទៅយ៉ាងម៉េចបានជាបែងទៅកើតជាមានលេខ1លេខ2អញ្ចឹងអាហ្នឹងយើងមិនចាំបាច់គិតទៀមទាយករូបដែលគេធ្វើបំលែងដូចរឿងដែលគេសំដែងមកមានបែងភាគបែងអីប្រែកាឡាឲ្យមើលអាហ្នឹងមិនចាំបាច់ទេសូម្បីតែយើងចុចកុំព្យូទ័រឬក៏ចុចទូរស័ព្ទក៏ដូចគ្នាដែរបើសិនបើយើងចុចនៅលើអក្សរមួយចុចទៅលើឧទាហរណ៍ថាអក្សរ M វាចេញមកបានជាអក្សរខ្មែរអក្សរម៉ូអញ្ចឹងទៅយើងឆ្ងល់ថាហេតុអីវាឆ្លងរបៀបម៉េចបានវាមកជាបែបហ្នឹងដូច្នេះដើម្បីបញ្ជាសេចក្តីសន្តិសង្ស័យលើសលប់នោះគឺយើងត្រូវងាកមកគិតបែបហ្នឹងអ្វីគឺយើងដឹងទៅលើប្រភេទខ្លឹមសារហើយនឹងលក្ខណៈរបស់វាវិញកុំចង់ដឹងតតែឃើញរូបវិចេញបែបនេះរឿងទាំងអស់នេះគឺខ្ញុំធ្លាប់ងឿងឆ្ងល់កាលដែលពីសិក្សាដំបូងនឹងឆ្ងល់អញ្ចឹងមែនហើយដើម្បីសិក្សាទៅលើពហុពហិនឹងយល់ដឹងទៅបានក្នុងទីនេះខ្ញុំលើកការកំណត់ចំណាំដែលមាន4ចំណុចធ្វើជាការសង្កេតរួមមកលើពហុពហិសមាសនេះអញ្ចឹងចំណុចទី1គឺតោងដឹងថាពួកពហុពហិនេះនៅពេលដែលប្រែគឺវាផ្ដើមដោយពាក្យមាននៅដំបូងតែម្ដងណាពេលដែលប្រែចេញទៅគឺមានពាក្យមាននឹងហើយមួយទៀតវាអត់មានអយតនិបាតឬក៏នាមានុគ្រោះណាមួយនៅក្នុងខ្លឹមសារសមាសនឹងទេឧទាហរណ៍ថាសន្តន្ត្រីយោអញ្ចឹងប្រែថាមានអន្ត្រីសង្រួមហើយយើងចង់ដាក់បព្វជិតក៏ដាក់មកបព្វជិតមានអន្ត្រីសង្រួមហើយអញ្ចឹងវាមានតែពាក្យមានហើយនឹងខ្លឹមសារអត់មានអយតនិបាតណាជាសម្គាល់នៅក្នុងទីនឹងទេអញ្ចឹងចំណុចទី1នៅពេលដែលប្រែឡើងគឺផ្ដើមដោយពាក្យមាននេះតែម្ដងចំណុចទី2សមាសនឹងគឺដើរតួជាគុណនាមសុទ្ធមានន័យថាពួកពហុពហិនឹងគឺសុទ្ធសឹងតែជាគុណនាមដូច្នេះតកាលណាវាជាគុណនាមបែបហ្នឹងវាត្រូវគោរពលឹងវចនៈហើយនឹងវិផាត់របស់អញ្ញបទអញ្ចឹងបើអញ្ញបទពងលឹងសមាសដែលត្រូវសម្រេចពីក្នុងវកហៈនឹងមកត្រូវតែជាពងលឹងដែរបើទោះបីជាលឹងដើមវាជាអត្ថិលឹងក៏ដោយអ្នកពងសកលឹងក៏ដោយចេញមកគឺដឹងតែជាពងលឹងហើយប្រសិនបើអញ្ញបទនឹងជាពងលឹងហើយករណីបើអញ្ញបទនឹងជាអត្ថិលឹងសមាសនឹងក៏សម្រេចរូបមកជាអត្ថិលឹងដែរបើអញ្ញបទជាអ្នកពងសកលឹងសមាសដែលសម្រេចរូបមកនឹងក៏ត្រូវតែជាអ្នកពងសកលឹងដែរគឺវាគោរពតាមលឹងវចនៈវិផាត់ដូចអញ្ញបទអញ្ចឹងអញ្ញបទលឹងអីវាលឹងនឹងដែរតែករណអាចខុសគ្នាបានឯ3នេះគឺដាច់ខាតត្រូវតែមានភាពបន្ស៊ីគ្នាជាមួយនឹងអញ្ញបទអញ្ចឹងចំណុចនេះគឺជាចំណុចដែលវាមានរូបជាសមាសហើយឥឡូវចំណុចទី3នេះគឺនិយាយអំពីការតាំងវកហៈអញ្ចឹងនៅក្នុងវកហៈមានចែកចេញជា2ផ្នែកដែលយើងត្រូវតាំងបែបណានោះគឺត្រូវដឹងថាផ្នែកទី1គឺផ្នែកអនុបទផ្នែកអនុបទនេះគឺជាផ្នែកសមាសផ្ទាល់តែម្ដងដូចឧទាហរណ៍ខាងក្រោមនេះអាកតាសមណោអញ្ចឹងនឹងជាសមាសហើយអារាមោនេះគឺជាអញ្ញបទអញ្ចឹងនៅពេលដែលយើងយកមកតាំងវកហៈយើងត្រូវពុះសង្កាត់សមាសហ្នឹងឲ្យដាច់ដោយឡែកពីគ្នាអញ្ចឹងអាកតៈនេះមួយសមណៈនេះមួយហើយយកមកតាំងវកហៈនៅត្រង់ប៉ុណ្្នឹងចំណុចហ្នឹងគេហៅថាអនុបទគឺអាកតានេះមួយអនុបទសមណានេះមួយអនុបទដែរអញ្ចឹងអនុបទនេះគឺវាដើរតាមវិសេសនៈពពបទឬក៏វិសេសនតរបទនៅពេលដែលយើងពុះសមាសនឹងចេញហើយយកមកតាំងវកហៈគឺត្រូវសង្កេតមើលដឹងថាតើខាងណាជាគុណនាមខាងណាជានាមនៅពេលដែលដឹងវាហើយត្រូវស្គាល់លឹងហើយនឹងករណដើមរបស់នាមនឹងទៀតពេលដែលស្គាល់ហើយលោកឲ្យចងតាមបែបវិសេសនៈពពបទឬក៏វិសេសនតរបទអញ្ចឹងទៅពីព្រោះសមាសប្រភេទនេះជួនកាលបទគុណនៅខាងដើមជួនកាលបទគុណទៅនៅខាងចុងវាអាចមានអញ្ចឹងបទដែលពុះចេញពីសមាសនឹងហើយយកទៅតាំងវកហៈគេហៅថាអនុបទហើយអនុបទនេះពេលដែលយកទៅតាំងវកហៈវាដើរតាមវិសេសនៈពពបទឬក៏វិសេសនតរបទហើយលឹងរបស់វាឯករាជ្យទៅតាមលឹងដើម
មានន័យថានៅពេលដែលតាំងវកហៈអនុបទនេះគឺវាមានសភាពឯករាជ្យគឺវាតម្រូវតែគ្នាវាទៅវាអត់ទាន់មកពាក់ព័ន្ធជាមួយនឹងអញ្ញបទដែលនៅខាងចុងនោះទេនេះផ្នែកអនុបទហើយផ្នែកទី2ហ្នឹងគឺផ្នែកសព្វនាមដែលអ្នកប្រាជ្ញខ្មែរយើងភាគច្រើនលោកប្រើយៈហើយនឹងតៈអញ្ចឹងយៈនេះគឺសម្រាប់សម្រួលទៅតាមឈ្មោះរបស់វិភ័តនីមួយៗបើសមាសនឹងជាទុតិយាពហុពហិយៈនេះវាប្របែកជាទុតិយាទៅបើជាតតិយាយៈហ្នឹងទៅតតិយារហូតដល់បើពហុពហិហ្នឹងវាជាសត្តម័យយៈហ្នឹងក៏ទៅជាសត្តម័យដែរទៅឯចំណែកតនេះគឺវាសម្រាប់តែបឋមាវិភ័តទេហើយផ្នែកសព្វនាមបានដល់យៈនិងតឬក៏សព្វនាមផ្សេងទៀតក៏បានប៉ុន្តែសម្រាប់អ្នកប្រាជ្ញខ្មែរយើងដោយច្រើនលោកប្រើយៈហើយនឹងតនេះអញ្ចឹងផ្នែកសព្វនាមហ្នឹងវាជាផ្នែកដែលយើងបន្ថែមចូលមកហើយក៏ជាផ្នែកដែលមានឥទ្ធិពលសម្រាប់កែលឹងកែវចនៈឲ្យស្របគ្នាជាមួយនឹងអញ្ញបទដែរអញ្ចឹងករណីដែលយើងចង់បានសមាសនឹងជាពងលឹងជាអត្ថិលឹងជាអ្នកពងសកលឹងឲ្យស្របជាមួយអញ្ញបទគឺយៈតនេះឯងគឺជាអ្នកកែលឹងកែវចនៈវាផ្ដល់ភាពទំនាក់ទំនងគ្នាជាមួយនឹងពិភពខាងក្រៅនេះជាមួយនឹងបទដែលវាសម្រេចចេញមកហ្នឹងអញ្ចឹងវាត្រូវគោរពអីគឺត្រូវគោរពលឹងវចនៈរបស់អញ្ញបទក្នុងទីនេះយើងឃើញថាអត់មានដាក់វិភ័តទេមូលហេតុអីដោយសារតែយៈតនេះឬក៏ពួកសព្វនាមហ្នឹងពេលដែលយកមកប្រើនៅក្នុងវកហៈជាពិសេសយៈនេះគឺវាប្រែប្រួលវិភ័តវាអាចទៅជាទុតិយាជាតតិយាអីអញ្ចឹងទៅវាអត់ទៀងទេក៏ប៉ុន្តែបើវចនៈគឺវាទៀងត្បិតថានេះជាទុតិយាឬក៏ជាតតិយាអញ្ចឹងមែនបើបទខាងក្រៅនេះវាជាឯកវចនៈពងលឹងវានឹងក៏ជាឯកវចនៈពងលឹងដែរគ្រាន់តែថាវាខុសតែវិភ័តដោយសារតែពួកសព្វនាមហ្នឹងវាមានតួនាទីសម្រាប់ផ្ដល់ឈ្មោះទៅឲ្យសមាសហ្នឹងដូច្នេះហើយបានជាក្នុងទីនេះលោកមិនរាប់វិភ័តចូលផងដែរទេគឺធ្វើយ៉ាងណាឲ្យតែលឹងនិងវចនៈស្របគ្នាជាមួយនឹងអញ្ញបទទៅអញ្ចឹងចំណុចនេះនៅពេលដែលយើងចូលទៅសិក្សាក្នុងផ្នែកនីមួយៗគឺនឹងមានលើកឡើងជាប្រចាំណាដែលខ្ញុំនឹងពន្យល់បន្ថែមទៀតហើយចំណុចសម្គាល់គឺភាពខុសគ្នាពីពួកតាបរិស័កនៅក្នុងទីនេះគឺសំដៅលើពួកតាបរិស័កហ្នឹងដែលជាប្រភេទគុណនាមដែរណាបើពួកតាបរិស័កហ្នឹងជានាមគឺសមាសហ្នឹងវានាមដែរក្នុងទីនេះគឺសំដៅយកតាបរិស័កហ្នឹងដែលជាប្រភេទគុណនាមដែរមានន័យថាជាតាបរិស័កដែលមានអញ្ញបទអញ្ចឹងលក្ខខណ្ឌដែលវាខុសគ្នាហ្នឹងនៅត្រង់ថាដោយអំណាចបទគុណហ្នឹងមួយពោលគឺតាបរិស័កមានបទគុណហ្នឹងនៅខាងចុងឧទាហរណ៍ថាសុខហបតោអញ្ចឹងទៅអញ្ចឹងបតៈឬក៏បតោហ្នឹងវាជាបទគុណវានៅខាងចុងសាលវិទ្ធហោវិទ្ធហៈហ្នឹងឬក៏វិទ្ធហោហ្នឹងវាជាបទគុណវានៅខាងចុងហើយនៅពេលដែលប្រែមួយទៀតគឺវាចេញអយតនិបាតអញ្ចឹងវាខុសគ្នាដោយអំណាចបទគុណហ្នឹងមួយខុសគ្នាដោយអំណាចនៃការប្រែហ្នឹងមួយដោយឡែកសម្រាប់ពួកពហុពហិវិញបទគុណហ្នឹងគឺមានខាងដើមដោយច្រើនមានន័យថាវាមិនមែនអត់នៅខាងចុងទេគឺវាមានអញ្ចឹងដែរក៏ប៉ុន្តែដោយច្រើននោះគឺបទគុណហ្នឹងនៅខាងដើមឧទាហរណ៍ថាអកតាសមណោសន្តន្ទ្រិយោនិកតចណោអីអញ្ចឹងណាភាគច្រើនគឺបទគុណហ្នឹងនៅខាងដើមហើយនៅពេលដែលប្រែអត់មានអយតនិបាតសម្គាល់ទេពេលដែលប្រែគឺឃើញថាពាក្យមានហ្នឹងនៅខាងដើមប៉ុណ្ណឹងអញ្ចឹងនេះជាការចែកគ្នាឲ្យដាច់ស្រេចរវាងប្រភេទតាបរិស័កហើយនឹងពួកពហុពហិដែលវាមានការផ្សេងគ្នាអញ្ចឹងសមាសនេះមានចែកចេញជា6យ៉ាងហើយដែលយើងនឹងត្រូវសិក្សាទៅលើផ្នែកនីមួយៗហ្នឹងបន្តតទៅទៀត